បាទជម្រាបសួរបងប្អូនឥឡូវយើងមកទស្សនាចំការក្រូចយើងណាហើយយើងមកប្រមូលផលចេកនេះមានចេកមានចេកមាននេះក្រូចឆ្មានេះក្រូចឆ្មាយើងផ្លែធំល្អណាស់ហើយកំពុងពេញក្តាប់បន្តទៀតណាយើងមកធ្វើការប្រមូលក្រូចឆ្មាផលក្រូចឆ្មាហើយនឹងក្រូចពោធិ៍សាត់ហើយនឹងចេកណាយើងដាំបានច្រើនដើមដែរណាយើងមកទស្សនាពិនិត្យមើលតើប្រមូលផលនឹងបានប៉ុណ្ណាដែរណាបងប្អូននេះក្រូចពោធិ៍សាត់យើងនេះក្រូចពោធិ៍សាត់ផ្លែផ្អែមនៅក្រូចពោធិ៍សាត់ចឹងផ្លែល្អណាបងប្អូននេះសិតតែក្រូចចឹងមានចិត្ត50-60ដើមដែរអញ្ចឹងណាចឹងវាពេញផ្លែគឺយើងប្រមូលផលបានច្រើនចឹងដូចជាទុំមកហើយក្រហមហើយនេះក្រូចឆ្មាណាក្រូចឆ្មាយើងក្តាប់ច្រើនណាស់នេះសត្វតែក្តាប់ចាំខែថ្លៃណាតែពេលបានផ្លែពេញចឹងណាអាចតែ1គីឡូ800-1000តែដល់ពេលក្តាប់ចេះទៅគីឡូ2000-3000នេះក៏អត់មាននោះវាអត់ទាន់ផ្លែគ្រប់គ្នាចឹងនេះចេកណាបងប្អូនបាទអរគុណច្រើនបងប្អូនដែលបានទស្សនាណាចំការក្រូច